សួស្តីបងប្អូនទាំងអស់គ្នាមកដល់ទៀតហើយខ្ញុំបាទចំណានខ្ញុំបាទសម្បូរបាទជាក្រុមសោត Photo ចឹងនៅថ្ងៃនេះយើងនឹងបង្ហាញឲ្យបងប្អូននៅក្នុងវីដេអូរបស់យើងនិយាយអំពីតើឧបករណ៍អ្វីខ្លះដែលពួកយើងយកទៅថតរូបថតនៅខាងក្រៅបាទដែលគេហៅថា portrait headshotសូមកុំភ្លេចចុច like subscribe និងដាក់កណ្ដឹងដើម្បីទទួលបានរកទាំងវីដេអូថ្មីៗពី Channel YouTube South Photo ដូច្នេះមិនមែនត្រឹមតែឧបករណ៍ទេក៏ជាទីកន្លែងដែរដែលយើងបានជ្រើសរើសសម្រាប់ភ្ញៀវសម្រាប់អតិថិជនរបស់យើងបាទយើងជ្រើសរើសទីតាំងគឺនៅពហុកីឡដ្ឋានជាតិមរតកតេជោដែលទីនោះមានសភាពស្ងប់ស្ងាត់នៅផ្លូវចំហៀងខាងនោះវាមានដើមឈើមានសួនច្បារអីស្អាតដើម្បីឲ្យយើងអាចទៅថតហើយនឹងអត់មានបញ្ហាជាមួយនឹងអ្នកគ្រប់គ្រងឬក៏អីទេគឺថត free តែម្ដងបាទទីនោះស្ងាត់ហើយអាការធ្វើដំណើរក៏ស្រួលមានថា free មួយកន្លែងខ្លះដែលយើងទៅគឺយើងត្រូវកាក់បង់លុយនៅកន្លែងខ្លះទៀតគឺជាកន្លែង private អញ្ចឹងយើងពិបាកតាមពិតទៅមានម្លប់ដើមឈើដើមចន្ទគិរីអីផ្សេងៗច្រើនដែលនៅម្ដុំជុំវិញនោះហើយវានិយាយទៅល្អបងកន្លែងហ្នឹងគឺល្អសម្រាប់យើងស្ងាត់ស្រួលថតបាទថតហើយអតិថិជនរបស់យើងក៏សឹកអៀនដែរបាទអញ្ចឹងឧបករណ៍ដែលយើងប្រើនៅក្នុងការថតរូបនៅខាងក្រៅរបស់យើងគឺមានអីបាទគឺយើងប្រើប្រាស់កាមេរ៉ា A7R3 គឺជាកាមេរ៉ាដែលមាន42 megapixel ដែលយើងចូលចិត្តប្រើជាងគេហើយភាគច្រើនគឺយើងប្រើជាមួយនឹង lens 85mm f1.8 នេះតែនៅក្នុងរូបខ្លះគឺយើងប្រើនៅ lens 28mm ដែរនៅពេលដែលយើងថតគឺយើងប្រើប្រាស់ flash ដើម្បីជំនួយពន្លឺឲ្យវាស្រស់ស្អាត flash ដែលយើងប្រើ Macro Dock ហ្នឹងគឺវាជួយច្រើនមែនទែនដែលជួយដល់ការគ្រប់គ្រងពន្លឺយើងអាចធ្វើឲ្យវាសន្ទុនមកលើ subject របស់យើងដែលយើងប្រើនៅ Godox AD400 Pro នេះដែលវាជាflash មួយដែលគេហៅថា high speed ដែលវាជួយបានច្រើនមែនទែនហើយយើងអាច control តាមរយៈ Tele X Pro S នេះដែរបាទអញ្ចឹងនិយាយទៅ Tele នេះគឺវាគ្រប់គ្រងពន្លឺតែម្ដងយើងអត់ដាក់វានៅខាងក្រៅយើងនេះទេយើងដាក់វាពីមុខបាទហើយសម្រាប់ខាងក្រៅគឺយើងមានភ្លើងមួយទៀតបងនេះដាក់ដូចគ្នាគឺ AD2 100 Pro បាទគឺយើងប្រើសម្រាប់ hair light ខាងក្រោយនេះហើយបានពីក្រុម Site Photo យើងជ្រើសរើសវាមកប្រើពីព្រោះអីវាមានគេហៅថា high speed ពេលដែលយើងថតរូបថតបានស្អាតមែនទេដូច្នេះពួកយើងមកជ្រើសរើសប្រើឧបករណ៍ទាំងអស់នេះខ្ញុំប្រើវាខ្ញុំដាក់ខាងក្រៅនៅក្នុងជាមួយឧបករណ៍ខាងក្រៅនេះជាង stand ខាងក្រៅនេះហើយបងប្អូនឃើញភ្លើងភ្លើងក្រហមនេះមិនមែនខ្ញុំពេលទៅថតនៅក្រៅខ្ញុំប្រើភ្លើងហ្នឹងទេបាទដាក់ចិត្តដូចនេះដើម្បីស្រួលចំអល់ទៅបងប្អូនបានមើលឃើញហើយស្អាតដែរសម្រាប់ background យើងពីក្រោយហើយមួយទៀតយើងបានប្រើគេហៅថា reflector បាទយើងប្រើថាគេយើងថាវាអី reflector បាទ reflector បាទអង់គ្លេសបាទអញ្ចឹងវាជួយយើងដែរនៅពេលដែលឧទាហរណ៍បងប្អូនឃើញរូបរបស់យើងកំពុងវីដេអូរបស់យើងចូលនេះបាទវាមានពន្លឺមួយហើយដូច្នេះប្រសិនបើយើងដាក់វាមួយទៀតបាទអញ្ចឹងវាឃើញបងប្អូនអាចឃើញបាទពន្លឺវាចាំងឬក៏អីហ្នឹងណាបាទបើយើងដាក់ខាងនេះវាថែមពន្លឺមកខាងនេះអញ្ចឹងទៅចាត់តន់ផងនេះបាត់រឿងឡូវហើយបាទវាជួយពន្លឺបន្ថែមមកជារៀងទៀតទៅគេហៅថា reflector ពណ៌សខាងនេះវាអាចទៅជាពណ៌លឿងឬអីហ្នឹងបងប្អូនអាចឃើញនៅលើមុខពួកយើងហើយមានមួយប្រភេទទៀតគឺយើងអាចរូបចេញទៅនៅខាងក្នុងវាមានមួយទៀតដែលជួយកាត់បន្ថយពន្លឺបាទគឺយើងអាចយើងដាក់ពីលើពីព្រោះអីនៅពេលដែលយើងថតខាងក្រៅក្តៅអញ្ចឹងយើងអាចយក reflector នេះមកបាទយើងពិបាកដល់បាទដាក់បាំងមកបាទជួយបាំងភ្លើងនេះគឺដើម្បីបាំងព្រះអាទិត្យដែលវាជះពន្លឺមកឃើញស្រមោលមិនល្អដែរឧទាហរណ៍យើងដាក់នៅនេះបាទនៅបងប្អូនឃើញមុខខ្ញុំណាយើងដាក់វាមកបាទឃើញទេដោយសារតែនេះវាជាភ្លើងដែលយើងថតក្នុងបន្ទប់អញ្ចឹងវាអត់សូវមានបើយើងយកវាទោះបីនឹងបាំងពន្លឺថ្ងៃបាទអញ្ចឹងវាឃើញឲ្យយើងមានមើលរូបស្អាតដូច្នេះយើងនឹងបង្ហាញឲ្យលោកបងប្អូនជាមួយនឹងរូបថតរបស់យើងដែលយើងប្រើនេះបាទប្រើឧបករណ៍នេះនៅពេលថ្ងៃយើងថត
ដូច្នេះបងប្អូននឹងឃើញនៅក្នុងវីដេអូរបស់យើងនឹងបន្ទាប់ពីយើងនិយាយនេះចប់ នៅក្នុងវីដេអូបន្ទាប់គឺវីដេអូផ្សេងមួយទៀតយើងនឹងធ្វើពីរបៀបយើងនឹងប្រើកម្មវិធីអីខ្លះដើម្បីនឹង edit រូបទាំងអស់នោះបាទអញ្ចឹងលោកបងប្អូនទាំងអស់គ្នាចង់ឃើញពីរបៀប edit របស់ក្រុម Site Photo របស់យើងសូមបានទស្សនានៅវីដេអូបន្ទាប់ទៀតហើយដូច្នេះសូមកុំភ្លេច like subscribe ចុចដាក់កណ្ដឹងដើម្បីទទួលបានរាល់ទាំងវីដេអូថ្មីៗទៀតអំពីការថតរូបថតអំពីការថតវីដេអូនិងការ edit រូបផងដែរសូមអរគុណសម្រាប់ការទស្សនាយើងនឹងជួបបងប្អូននៅវីដេអូក្រោយៗទៀតបាទជំរាបលាបាយបាយ